បងប្អូនអើយត្រីច្រើនណាស់អូយបងប្អូនអើយត្រីច្រើនណាស់មិនសំដែងណាបងប្អូនពិតណាស់ចាដូចបងប្អូនឃើញដើមវីដេអូអញ្ចឹងថ្ងៃនេះគឺមានអ្វីប្លែកហើយបងប្អូនដោយសារថ្ងៃនេះជាថ្ងៃសម្រាប់របស់ខ្ញុំហើយនៅពេលថ្ងៃសម្រាប់គឺខ្ញុំមិនដែលនៅផ្ទះទេបងប្អូនអញ្ចឹងថ្ងៃសម្រាប់ខ្ញុំតែងតែជិះម៉ូតូដើរលេងទៅវាលស្រែទៅភូមិដើម្បីមានបទពិសោធន៍ផ្សេងៗអញ្ចឹងបងប្អូនចាអញ្ចឹងក្នុងបេសកកម្មថ្ងៃនេះរបស់ខ្ញុំគឺខ្ញុំបានជិះម៉ូតូទៅភូមិគឺជិះកាត់តាមចាអង្គរវត្តហើយបងប្អូនមើលនេះជាទេសភាពខ្លោងទ្វារទន្លេអ៊ុំហើយខ្លោងទ្វារទន្លេអ៊ុំនេះគឺមានប្រវត្តិសាស្ត្រដូចគ្នាបងប្អូននៅសម័យកាលមុនគឺមានតែស្ដេចហើយនឹងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ទេដែលអាចឆ្លងកាត់តាមខ្លោងទ្វារនឹងបានណាបងប្អូនប៉ុន្តែនៅសម័យកាលនេះគឺសាបអស់ហើយអ្នកណាក៏អាចឆ្លងកាត់បានដែរមិនថារះធម្មតាឬក៏អ្នកមានឋានៈខ្ពង់ខ្ពស់ក៏អាចឆ្លងកាត់បានដែរបងប្អូនហើយខ្ញុំជិះមករហូតដល់ផ្លូវប្រលានចូលដំរីចាតិចទៀតខ្ញុំនឹងដល់គោលដៅរបស់ខ្ញុំចាបងប្អូនដល់បេសកកម្មទី2ដូចបងប្អូនឃើញគឺខ្ញុំជិះលម៉កទៅទីតាំងវាលស្រែហើយថ្ងៃនេះគឺបេសកកម្មរបស់ខ្ញុំគឺមកជួយច្រូតស្លឹកស្រូវអ្នកភូមិបងប្អូនដោយសារតែស្រូវនឹងវាកើតខ្លាំងពេកដូច្នេះបើសិនជាកើតពេកបើយើងអត់ច្រូតវាចេញវាទៅជាស្មោកវាទៅជាអត់ដាក់គ្រាប់ហើយវាដួលអញ្ចឹងវាអត់បានផលផ្លែច្រើនទេបងប្អូនអញ្ចឹងយើងត្រូវការច្រូតវាចាដូចបងប្អូនឃើញអញ្ចឹងនឹងគឺខ្ញុំមកជួយច្រូតបែបហ្នឹងឯងចាបើសិនជាយើងនិយាយអំពីសុភាសិតខ្មែរបងប្អូនដូចសុភាសិតបាននិយាយថាងើយស្កក់អនដាក់គ្រាប់ចាបើយើងនិយាយន័យត្រង់គឺត្រឹមត្រូវមែនទែនបើសិនជាយើងឃើញស្រូវងើយមានន័យថាវាអត់បង្កើតផលផ្លែប៉ុន្តែបើសិនជាយើងឃើញវាអោនគឺវានឹងដាក់គ្រាប់បើយើងប្រៀបធៀបជាមួយនឹងមនុស្សវិញចំណែកឯបុគ្គលដែលចេះដាក់ខ្លួនរមែងមានគេចូលចិត្តគោរពស្រឡាញ់និងឲ្យតម្លៃចំណែកឯបុគ្គលដែលមានអំនួតក្អេងក្អាងមិនចេះអូនលំទោនច្រើនតែទទួលនៅការស្អប់ខ្ពើមនឹងពីអ្នកផងទាំងឡាយអញ្ចឹងពិតជាត្រឹមត្រូវមែនទែនបងប្អូនចាអញ្ចឹងបងប្អូននឹងយើងនឹងឈប់រៀនសិនហើយត្រឡប់មកការងាររបស់ខ្ញុំវិញចាថ្ងៃនេះគឺខ្ញុំមកច្រូតមិនមែនទាន់ចាប់បេសកកម្មទេបងប្អូនដោយសារបេសកកម្មចុងក្រោយគឺចាប់ត្រីចាអញ្ចឹងដូចបងប្អូនឃើញហើយគឺមានត្រីច្រើនមែនទែននៅក្នុងស្រែដោយសារទឹកវារីងអស់ចាមានទាំងត្រីក្រាញ់ត្រីដណ្ដែងត្រីផ្ទក់បងប្អូនចាត្រីផ្ទក់គឺគេហៅកូនណក់អញ្ចឹងបងប្អូនដោយសារវាទូចហើយត្រីនេះដែរគឺយើងចាប់វាយកទៅធ្វើម្ហូបដូចជាបំពងស្លម្ជូរឬក៏បើយើងប្រើប្រាស់អត់អស់ទេយើងអាចប្រឡែងវាដែរដោយសារវាច្រើន